ចំពោះអ្វីដែលវាកន្លងទៅហើយក៏ឲ្យកន្លងទៅចោះក៏មិនគប់បីអឡោះអាល័យនៅក្នុងខណ្ឌបញ្ចកៈឬក៏នៅក្នុងបញ្ចខណ្ឌដែលជាអតីតកាលហើយក៏មិនគប់បីសង្ឃឹមនៅបញ្ចខណ្ឌដែលជាអនាគតពីព្រោះបញ្ចខណ្ឌដែលជាអតីតក៏កន្លងអស់ទៅហើយបញ្ចខណ្ឌដែលជាអនាគតក៏មិនទាន់មកដល់នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងទៅហើយមួយទៀតបុគ្គលណាដឹងច្បាស់នៅធម៌ជាបច្ចុប្បន្នក្នុងទីនោះព្រះអង្គទ្រង់ត្រាស់សម្ដែងបុគ្គលណាដឹងច្បាស់នៅធម៌ជាបច្ចុប្បន្ននៅក្នុងទីនោះបុគ្គលនោះលុះត្រាស់ដឹងនៅព្រះនិព្វានដែលមិនរសេមរសានបុគ្គលនោះលុះត្រាស់ដឹងនៅព្រះនិព្វានដែលមិនរសេមរសានគប្បីជាអ្នកចម្រើននៅសមាបត្តិដែលមានព្រះនិព្វាននោះជាអារម្មណ៍នឹងឯកិច្ចហើយសេចក្តីព្យាយាមជាគ្រឿងដុតកម្ដៅកិលេសបុគ្គលគប្បីធ្វើនៅក្នុងថ្ងៃនេះឯងអ្នកណានឹងដឹងថាសេចក្តីស្លាប់នឹងមាននៅក្នុងថ្ងៃស្អែកបាននឹងព្រះអង្គទ្រង់ត្រាស់សម្ដែងនៅឧទ្ទេសនិងវិភាំងរបស់បុគ្គលដែលមានទេត្រីមួយដ៏ចម្រើនណាការតតាំងរបស់យើងចំពោះមច្ចរាជដែលមានសេនាដ៏ច្រើនមិនមានឡើយនឹងអ្នកប្រាជ្ញដែលជាអ្នកស្ងប់ទុកហើយអ្នកប្រាជ្ញអ្នកដែលបានត្រាស់ដឹងនៅអរិយសច្ចធម៌អ្នកប្រាជ្ញដែលជាអ្នកស្ងប់ទុកហើយជាអ្នកមិនមានសេចក្តីសោកសៅជាអ្នកមិនមានសេចក្តីអាឡោះអាល័យក្នុងខណ្ឌជាអតីតនឹងអ្នកប្រាជ្ញជាអ្នក